ร้านปอโยมเงียดประสรีថ្ងៃនេះគឺជាថ្ងៃប្រហ័ស10កើតខែអសត់សមសញ្ញសព្ទស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី2ថ្ងៃប្រហ័សទី2ខែតុលាឆ្នាំ2025ចឹងខ្ញុំបកករណានឹងលើកយកសភាសិទ្ធមួយដែលលោកថ្លាថ្លែងសម្ដែងជូនបរិស័ទទាំងអស់បានជាទីសម្ដាប់ដូចទៅអវ័យជានិវតាបាសាប្រែថាសត្វទាំងឡាយសុទ្ធតែត្រូវអវិជ្ជាបិទបាំងអត្ថាធិប្បាយបញ្យលខាងក្រោមអវិជ្ជាប្រែថាការមិនចេះដឹងល្ងងខ្លៅផ្ទុយពីផ្ទៃដែលជាសេចក្តីចេះដឹងមនុស្សទាំងឡាយក្នុងលោកទាំងមូលដែលទៅអវិជ្ជាបិទបាំងបញ្ញាធ្វើឲ្យងងឹតងងល់មិនយល់ហេតុដែលនៃសេចក្តីអាក្រក់ល្អខុសត្រូវគុណទោសដូចជាមនុស្សភ្នែកខ្វាក់ដែលស្ទាបគោក្របីបើស្ទាបត្រូវត្រង់ណាក៏សម្គាល់ថាអវយវៈនោះឯងជាសត្វគោក្របីដោយហេតុនេះហើយបានជាសេចក្តីយល់របស់មនុស្សក្នុងលោកមិនចេះចុះសមរម្យគ្នាឡើយអ្នកណាយល់ឃើញដូចម្ដេចក៏បដិបត្តិដូច្នោះតាមតែគំនិតរបស់ខ្លួនបុគ្គលដែលសិក្សាបុគ្គលចេះដឹងតគ្នាមកក៏នាំគ្នាបដិបត្តិតាមបដិបត្តិនោះទៅអ្នកដែលចេះដឹងពិតប្រកបក៏បដិបត្តិតាមមិនកើតដូចជាបុគ្គលដែលធ្លាប់បរិភោគវត្ថុមានវត្ថុមានរសជាតិជូរក៏អាចដឹងថារសជូរបែបនេះចំណែកបុគ្គលដែលមិនធ្លាប់បរិភោគក៏មិនអាចដឹងតាមផងបានឡើយការបដិបត្តិដើម្បីផុតចាកអាសវៈកិលេសក្តីរបស់បុគ្គលដែលត្រូវណាបុគ្គលដែលត្រូវអវិជ្ជាគ្រប់សង្កត់មានសភាពលំបាកលំបិនណាស់លុះបានចេះដឹងមានវិជ្ជាហើយក៏ត្រូវប្រតិបត្តិបានត្រឹមត្រូវបន្តិចម្ដងលុះតែបានល្អស្អាតដោយព្រះអាទិត្យដែលរះឡើងហើយចេះតែភ្លឺបន្តិចម្ដងរហូតទាល់អស់សភាពងងឹតពីក្នុងពិភពលោកនោះឯងសូមញោមញាតកណាលោកម្ចាស់ដ៏មានអាយុទាំងឡាយពិចារណាតាមការគួរទាំងសូមអនុមោទនា